ជំរាបសួរ fan anime ជាទីគោរពស្រឡាញ់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Anime Onami ពេលមកជួបជាមួយនឹង admin ផ្សាយថ្មីជាមួយនឹងការសម្រាយរឿង anime ដែលមានចំណងជើងថាខ្សែជីវិតរបស់អាទីបានភ្ញាក់ឡើងនៅលើវាលស្មៅមួយហើយបានឮសំឡេងដ៏ទន់ល្វើយរបស់មនុស្សស្រីម្នាក់កំពុងតែនិយាយមនុស្សស្រីម្នាក់នោះនាងមិនបានឃើញមុខមាត់ទេប៉ុន្តែដឹងថាប្រកាសជាមនុស្សដែលស្អាតខ្លាំងមិនខានហើយគិតថាឬមួយគេគឺជាម៉ាម៉ារបស់នាងកំពុងតែហុចដៃទៅចាប់ដៃនោះហើយក៏ប៉ុន្តែដៃរបស់ម៉ាម៉ាក៏បានរលាយបាត់អាទីភ្ញាក់ឡើងយំល្ហិចល្ហាមហើយហៅរកម៉ាម៉ាដល់ព្រឹកឡើងអង្គរៈនឹងបានមកបីពនាងសួរថាហេតុអីគេមកព្រឹកព្រលឹមបែបនេះអង្គរៈបានប្រាប់ថាព្រោះតែព្រះរាជាต้องទទួលទានអាហារពេលព្រឹកជាមួយពនាងបើសិនបានទទួលទានអាហារពេលព្រឹកជាមួយនាងប្រកាសជាល្អខ្លាំងមិនខានពនាងគិតថាពេលចុងក្រោយនឹងគ្មានផ្លូវចេញពីមាត់ប៉ាទេពនាងនិយាយថានៅជុំវិញប្រាសាទនឹងដូចជាអត់មានទាហានទេអង្គរៈនឹងប្រាប់ថាវាមិនចាំបាច់មានទេទាហានអីហ្នឹងពនាងសួរថាបើសិនអង្គរៈគាត់មកការពារខ្ញុំហើយចុះអ្នកណាគេអ្នកការពារប៉ាទៅអង្គរៈនឹងប្រាប់ថាវេទមន្តជាអ្នកការពារអង្គរៈបាននាំនាងចូលទៅក្នុងបន្ទប់របស់ព្រះរាជាហើយប្រាប់ថាបើបានបុត្រីដ៏ cute បែបនេះមកដាក់ប៉ាប្រកាសជាសប្បាយចិត្តមិនខានសំណាងល្អណាស់ព្រះនាងមុននឹងជ្រុញចូលទៅក្នុងបន្ទប់ហើយបិទទ្វារអាទីពិតជាពិបាកចិត្តខ្លាំងណាស់ហេតុអីមកឃុំខាំងយើងបែបនេះនាងបានមើលទៅជុំវិញបន្ទប់ហើយបានឃើញផែនទីពណ៌មាសនក់កំណប់ One Piece ពណ៌ភ្លឺចាំងៗនោះដល់មើលទៅលើក្រែបានឃើញប៉ាកំពុងតែគេងលក់នាងឆ្ងល់ថាហេតុអីបានជាប៉ាមកគេងនៅលើសាឡុងបែបនេះមិនព្រមតែគេងនៅលើក្រែស្រួលបួលវាចម្លែកហេតុអីប៉ានៅពេលនេះហើយនឹងប៉ាក្នុងសុបិនរបស់យើងវាខុសគ្នាដល់ថ្នាក់នឹងប៉ាដែលនៅមុខដូចជាមនុស្សល្អស្លូតត្រង់មិនមានគ្រោះថ្នាក់អ្វីទេនៅក្នុងយល់សពមកដាក់ខ្ញុំនឹងតួសាច់ចាំមើលខ្ញុំសងសឹកគេងលក់អញ្ចឹងអាការល្អរបស់យើងហើយនាងបានចូលទៅក្តិចទីងថ្ពាល់របស់ប៉ានាងលេងទាញលេងបែបអត់មានបន្ធូរដៃទេរហូតប៉ានឹងចង់ភ្ញាក់ហើយគិតថាបើសិនភ្ញាក់នាងប្រកាសជាត្រូវគាត់ស្ដីឲ្យមិនខានទៅបានជាច្រៀងបំពេឲ្យគេងលក់វិញក្រោយមកដល់ពេលព្រះរាជាហើយនឹងអាធីមកញ៉ាំអាហារពេលព្រឹកជុំគ្នាអង្គរៈនឹងបានបង្អាប់ថាព្រះរាជាប្រហែលជាគេងលក់ស្កប់ស្កល់ហើយមើលទៅប៉ុន្តែនៅពេលនោះពួកគេបានឃើញស្នាមក្រហមនៅលើថ្ពាល់របស់ព្រះរាជាអាធីនឹងធ្វើជាមិនដឹងមិនលឺរាជវាំងរបស់ប៉ាមានតែរបស់ដែលមិនធ្លាប់ឃើញពីមុនមកឃើញហើយពិតជាសប្បាយចិត្តខ្លាំងណាស់ព្រះរាជាប្រាប់ថាបើចង់ដើរមើលតាមស្រួលចោះមិនបាច់ក្រែងចិត្តទេពេលនោះដែរមានសលេងកណ្ដឹងទៅបានជាអង្គរៈប្រាប់ថាពួកនាងអញ្ញាប្រហែលជាមកដល់ហើយលឺនាងអញ្ញាប្រាប់ថាចង់ជួបពនាងដែរព្រះរាជាបានប្រាប់អង្គរៈថានាំផ្លូវទៅហើយកុំនិយាយអីដែលមិនល្អឲ្យសោះហើយទីអង្គុយញ៉ាំងប់ឆ្ងល់ថាមានរឿងអីកើតឡើងឲ្យប្រកាសព្រះរាជាដែលកំពុងដើរទៅបានប្រាប់ថាចាប់ពីពេលនេះតទៅឲ្យពនាងនឹងមកញ៉ាំអាហារពេលព្រឹកជាមួយត្រង់រៀងរាល់ថ្ងៃនេះបានគេហៅថាកិច្ចណាកាន់តែជួបណាស់ហើយវាមិនមែនជួបលំទេគឺជួបចិត្តដិតតែម្ដងត្រូវមកទទួលទានអាហាររៀងរាល់ព្រឹកជាមួយគ្នាបែបនេះអាណត្តិធ្វើកើតថប់ដង្ហើមងាប់មិញនេះប៉ាប្រាប់ថាបើចង់ដើរមើលមកស្រឡាញ់ចោះបើកភ្លើងខៀវអញ្ចឹងហើយអាទីក៏បានដើរមើលមកផ្លែតនាងបានដើរចូលទៅក្នុងបន្ទប់របស់ប៉ាជុំវិញនោះសិតតែជារូបរបស់ខ្សែរាជវង្សមានរូបប៉ាតែអត់មានរូបម៉ាម៉ានាងពិតតែចង់ឃើញរូបម៉ាម៉ាណាស់គាត់ជានៅទីនេះមិនខានរៀបអភិសេកហើយគួរតែដាក់ទន្ទឹមគ្នានាងបានឃើញរូបថតមួយដែលត្រូវបានគេទុកហើយមានកណាត់សគ្របពីលើខាងអភិជននាំគ្នានិយាយថាស្មាននេះហើយព្រះរាជានៅជាមួយនឹងព្រះនាងទៀតព្រះនាងដែលមិនអាចប្រើវេទមន្តបានសង្ស័យមានមហាក្សត្រីដែលមិនចេះប្រើវេទមន្តដូចគ្នាហើយមើលទៅព្រះរាជាដូចជាទន់ភ្លន់ពេកហើយសូម្បីតែអ្នករាំរបាំក៏ខ្លាចជាម្ចាស់ក្សត្រីបានព្រោះតែមេដារបស់ព្រះនាងគឺជាឌីអាណាពួកនាងបានត្រឹមតែនិយាយដើមគេពីក្រោយខ្នងទេដល់ពេលព្រះរាជាដើរមកធ្វើជាបញ្ញាប់បិទមាត់ហើយខ្លាចព្រះរាជាភ្លាមទ្រង់ប្រាប់ថាយើងមិនចង់ឮឈ្មោះរបស់មនុស្សស្រីម្នាក់នោះទេខណៈពេលដែលអាធីកំពុងតែត្រឡប់ទៅរាជវាំងរូប៊ីវិញនាងបាននឹកទៅដល់មុននេះដែលបានជួបរូបថតមួយរូបអធ្យាស្រ័យគឺរូបភាពរបស់ម៉ាម៉ាលើនោះមានសរសេរឈ្មោះរបស់ម៉ាម៉ាផងដែរពេលបើកមើលពេញបានឃើញថារូបភាពនឹងវាមានស្នាមដុតអាទីមិននឹកស្មានសោះថាប៉ាសក់ម៉ាម៉ាដល់ថ្នាក់នឹងហើយប្រាប់ខ្លួនឯងថាកុំគិតច្រើនអីបញ្ញាប់កេងវិញល្អជាងមុននឹងជ្រៀងអំពេខ្លួនឯងព្រឹកស្អីបន្ទាប់នាងបានមកអរុនសួស្ដីទៅកាន់អ្នកបម្រើហើយប្រាប់ថាថ្ងៃនេះខ្ញុំមកញ៉ាំអាហារពេលព្រឹកជាមួយប៉ាអ្នកបម្រើប្រាប់ថាព្រះនាងសូមអញ្ជើញមកខាងនេះមកព្រះរាជាកំពុងតែរងចាំព្រះនាងបានសូមអភ័យទោសដែលមកយឺត
នាងបម្រើដែលនៅទីនោះឃើញហើយខ្ជូតខ្លាំងណាស់ងប់អស់ហើយមិនដែរខ្ញុំខ្ជូតអត់អាទីនឹងរងចាំពេលវេលាដែលបានជួបប៉ាប៉ាផងដែរប៉ុន្តែប៉ាប៉ានឹងពិតជាឈាមត្រជាក់ដល់នាងខ្លាំងណាស់ប្រាប់អង្គរៈឲ្យនាំពីនាងតូចមកអង្គុយមកអាទីមានរឿងឆ្ងល់កន្លងមកនាងតែងតែនាំព្រះជានិយាយរហូតសន្ទនាជាមួយនាងគួរឲ្យធុញនៅថ្នាក់នឹងផងអីតែមិនអីទេសូមត្រឹមមិននិយាយដល់ម៉ាម៉ាប៉ុណ្ណឹងបានហើយខណៈពេលនាងកំពុងតែញ៉ាំខេកបានឃើញប៉ាប៉ាកំពុងតែញ៉ាំតែទើបសួរប៉ាប៉ាចូលចិត្តរសជាតិតែបែបណាទ្រង់ប្រាប់ថាអត់បានចូលចិត្តតែលើរសជាតិនោះទេអាទីនេះក៏ចង់ញ៉ាំតែផងដែរប៉ុន្តែអង្គរៈប្រាប់ថាតែនេះឲ្យមិនត្រូវមាត់ពីនាងព្រះជាប្រាប់ថាឲ្យញ៉ាំទៅបើសិនចង់ញ៉ាំហើយកុំហាមពេលគេលើកតែមកហើយអាទីបានភ្លក់ទៅបានជាព្រះបិតាសួរថារសជាតិតែមិនដែរអាទីប្រាប់ថាខ្ញុំចូលចិត្តតែនេះខ្លាំងណាស់ព្រោះបានភ្លក់ហើយធ្វើឲ្យមានអារម្មណ៍ថាមានផ្ការីកនៅក្នុងមាត់ទឹកមុខរបស់គ្រប់គ្នាបានផ្លាស់ប្ដូរភ្លាមៗទៅបានជាអាទីនឹងឆ្ងល់ថានាងនិយាយអីខុសអង្គរៈប្រាប់ថាមេដារបស់ទ្រង់ជាអ្នកយកតែនេះមកឲ្យព្រះជាហើយបាននិយាយប្រយោគតែមួយទៀតផងព្រះជាមិនមានក៏ចងចាំនេះទេហើយប្រាប់អង្គរៈថាកុំនិយាយរឿងអត់ប្រយោជន៍ដេញអង្គរៈឲ្យចេញពីទីនោះភ្លាមហើយប្រាប់អាធីថាក្មេងនៅក្មេងពេកមិនគួរផឹកតែទេចាប់ពីពេលនេះតទៅផឹកតែទៅដោះគោទៅមុននឹងដើរចាកចេញទៅអាធីគិតថាប៉ាប៉ាប្រកាសជាស្អប់នាងមិនខានក្រោយមកអាធីនឹងបានយករូបគំនូរគ្រួសាររបស់នាងយកទៅដុតចោលនាងសង្ឃឹមអីភ្លេចហើយមិនមែនថានៅថ្ងៃអនាគតប៉ាប៉ាស្អប់នាងស្អប់ដល់ឆ្អឹងហេតុអ្វីយើងភ្លេចរឿងនេះកុំភ្លេចនាពេលអនាគតយើងជួបរឿងអ្វីខ្លះពេលភ្លើងឆេះអស់ហើយអង្គរៈក៏បានមកយកកន្តិចនោះទៅចោលថ្ងៃបន្តបន្ទាប់ព្រះរាជាមិនបានមកទទួលទានអាហារជាមួយព្រះនាងទេរោគលេះនេះលេះនោះថាខ្លួនមានធរៈហើយឲ្យនាងញ៉ាំអាហារម្នាក់ឯងខ្លះទៅអាទីយល់ភ្លាមចាប់ពីពេលនេះតទៅព្រះរាជាប្រហែលមិនចង់មកញ៉ាំបាយមួយនាងទៀតទេខណៈពេលដែលកំពុងដើរនាងបានឮសំឡេងរបស់លីលៀនកំពុងតែនិយាយជាមួយនឹងហ្វីលីកដែលជាអង្គរៈលីលៀនបាននិយាយថាមើលទៅមករយៈនេះព្រះនាងរបស់យើងព្រះនាងញ៉ាំអាហារមិនសូវបានទេរបស់បង្អែមដែលចូលចិត្តក៏មិនសូវញ៉ាំដូចពីមុនព្រះរាជាក៏ដូចគ្នាដែរទទួលទានអាហារមិនសូវបានអាចដោយសារតែនិយាយដល់ឌីណាកាលពីថ្ងៃមុនតែព្រះនាងអាធីនឹងអត់បានខុសទេព្រោះតែនាងកំពុងតែនឹកដល់មេដានាងមានសិទ្ធិនឹងដឹងជារឿងពិតដែលកាលពី5ឆ្នាំមុនរបស់ដែលពាក់ព័ន្ធនឹងឌីណាត្រូវបានគេដុតកម្លោចអស់មិនមានអ្វីដែលពាក់ព័ន្ធនឹងនាងទុកបន្សល់ឲ្យកូនទុកមើលទេប៉ុន្តែព្រះរាជាយើងអាចប្រើវេទមន្តចម្លងការចងចាំបានគេនឹងទៅសុំបង្វល់ឲ្យព្រះរាជាចម្លងការចងចាំនៅក្នុងខួរក្បាលបើសិនគេទៅសុំព្រះរាជាប្រកាសជាយកព្រមឲ្យព្រះនាងតូចបានឃើញមុខមាត់ម្ចាស់ស្ត្រីឌីណាមិនខានពេលអាធីលឺហើយនាងបានបញ្ញាប់រត់ចេញទៅហើយស្រែកប្រាប់ថាកុំទៅរំខានប៉ាប៉ាអីបើសិននាងត្រូវប៉ាប៉ាស្អប់តើនឹងមានរឿងអ្វីកើតឡើងទៅហ្វីលីកប្រាប់ថាព្រះរាជាមិនដែលស្អប់ទេមិនថាម្ចាស់ស្ត្រីឌីណាឬព្រះនាងតូចអាធីព្រះរាជាមិនដែលស្អប់ទេប៉ុន្តែអាធីនៅតែមិនជឿហ្វីលីកប្រាប់ថាអញ្ចឹងយើងទាំងពីរនាក់ទៅរាជវង្សកាណេតមួយគ្នាទៅគេនឹងធ្វើឲ្យព្រះនាងបានឃើញតល់នឹងភ្នែកថាព្រះរាជាមិនដែលស្អប់ទេហើយព្រះនាងនឹងបានដឹងដែរថាហេតុអីបានជាទីនេះអត់មានទាហានយាមអញ្ចឹងព្រោះតែប៉ាប៉ាជឿធ្វើអីម្នាក់ឯងមែនអត់ហ្វីលីកប្រាប់ថាមិនមែនទាំងអស់ទេព្រះរាជាបានសេវេទមន្តឡើងមកហើយជាវេទមន្តការពារអ្នកណាក៏មិនអាចចូលមកបានទេគ្រាន់តែចូលមកជិតហើយបំផ្លាញវាក៏មិនអាចធ្វើបានទៅបានជាទីនេះមានសុវត្ថិភាពខ្ពស់ខ្លាំងណាស់ចាំហ្វីលីកគេបង្ហាញឲ្យមើលបើមិនជឿហ្វីលីកបានទាញដាវមកហើយវាប្រហារទៅរបាំងការពារនោះវាបានបញ្ចាំងការវាប្រហារនោះមកវិញធ្វើឲ្យហ្វីលីកនោះរងរបួសគេបានប្រាប់អាធីថាឃើញអត់យើងមិនអាចធ្វើអ្វីឲ្យបានទេបើសិនមានមនុស្សមិនល្អម្នាក់ក្រក់មិនអាចចូលទៅក្នុងបានទេជឿទៅអាធីប្រាប់ថាប៉ុន្តែមុននេះខ្ញុំបានចូលទៅក្នុងទៅធ្វើបាបព្រះរាជាហ្វីលីកប្រាប់ថាព្រោះតែព្រះរាជាជឿជាក់លើអាធីហើយនឹងម្ចាស់ស្ត្រីឌីណាទៅមិនបានឃើញទាំងពីរនាក់ជាសត្រូវបើសិនជាសត្រូវពិតមែននោះក៏មិនអាចចូលទៅក្នុងបានទេនៅខាងព្រះរាជាវិញបានយកកន្ទៃកដាស់ដែរអាធីនឹងដុតកើតជាផេះអស់ហើយធ្វើឲ្យវាត្រឡប់មកដូចដើមវិញគឺជារូបភាពគ្រួសារដែលមានសុភមង្គលណាស់ហើយគិតថាតែមួយឆ្នាំទៀតទេគេនឹងអាចបំភ្លេចបានហើយប៉ុន្តែពេលនោះដែរអាធីបានដើរចូលមកហើយប្រាប់ថាពីថ្ងៃមកនេះបុនមិនបានជួបមុខប៉ាប៉ាសោះតែហ្វីលីកនោះបានណែនាំថាបិតាមានវេទមន្តធ្វើឲ្យបុនអាចឃើញមុខមាតាបានម្ដងទៀតប៉ុន្តែបើអាធីមករំខានប៉ាប៉ាអាធីសុំខ្លួនទៅសិនហើយប៉ុន្តែរត់មិនទាន់ជើងខ្លីដៃខ្លីជាងគេព្រះរាជាបានចូលមកចាប់ហើយប្រាប់ថានាងមិនចង់កេងទៅអីមុននឹងបីឡើងទៅលើគ្រែ
អាទីប្រាប់ថាខ្ញុំមិនទាន់ងុយគេងទេប៉ាប៉ាប្រាប់ថាអញ្ចឹងជ្រៀងអំពែមកដូចបត់ដែលនាងបានជ្រៀងអំពែគេថ្ងៃមុនតាមការពិតថ្ងៃនោះប៉ាប៉ាភ្ញាក់សោះតែធ្វើបាបនាងធ្វើជាគេងលក់អញ្ចឹងបានលឺរឿងគ្រប់យ៉ាងអស់ហើយអាទីប្រាប់ថាខ្ញុំភ្លេចអស់ហើយប៉ាប៉ាសួរធ្វើម៉េចបាននាងចាំវិញបានអញ្ចឹងប៉ាប៉ាបោះបង់វាចោលទៅមិនថាធ្វើម៉េចអាធីក៏ចាំមិនបានដែរប៉ាប៉ាប្រាប់ថាការជំទាស់បញ្ជារបស់ព្រះរាជាមានដឹងរអត់ថាទោសធ្ងន់ធ្ងរណាស់លើករឿងអំណាចមកគំរាមអញ្ចឹងបានផលពេតអាទីចាប់ផ្ដើមច្រៀងទៅបានជាព្រះរាជាធ្វើឲ្យប្រាសាទរបស់គេคล้ายទៅជាកន្លែងមើលផ្កាយមួយអាទីបានចូលមកគេងក្បែរគេបាននិយាយថាជាក្មេងស្រីដែលគ្មានភាពខ្មាស់អៀនសោះដូចមេដារបស់គេបេះបិទព្រះរាជាបានធ្វើឲ្យបុត្រីជាទីស្រឡាញ់បានឃើញមេដាម្ដងទៀតនៅក្នុងសុបិនអាទីឆ្ងល់ខ្លាំងណាស់នៅណានៅក្នុងសុបិនមែនហើយបានឃើញថានោះគឺជាឌីណាមេដារបស់នាងហើយឃើញប៉ាប៉ារបស់នាងផងដែរប៉ាប៉ាញញឹមមានក្តីសុខខ្លាំងណាស់តាមការពិតប៉ាប៉ាក៏អាចមានទឹកមុខបែបនេះដូចគេដែរហើយចំណែកទឹកមុខរបស់ម៉ាម៉ាគឺហាក់ដូចជាមានក្តីសុខខ្លាំងណាស់ទាំងអាធីហើយនិងព្រះរាជាក៏បានកេងលក់ហើយរឿងខ្សែជីវិតរបស់អាធីក៏បានស្លាប់ត្រឹមហ្នឹងសូមអ្នកទាំងអស់គ្នារងចាំតាមដាននៅភាគបន្តសម្រាប់ថ្ងៃនេះសូមអរគុណសូមជម្រាបលា